ថៃកំពុងតែភ័យខ្លួនហើយខណៈពេលដែលប្រជាជនជុំវិញពិភពលោកបាននឹងកំពុងតែរិះគន់ប្រទេសថៃជាបន្តបន្ទាប់ចំពោះទង្វើដ៏ថោកទាបរបស់យោធាថៃព្រោះអីព្រោះមានវីដេអូនិងរូបភាពជាច្រើនត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម Facebook ដែលឆ្លុះបញ្ចាំងច្បាស់អំពីទង្វើឈ្លានពាននិងអេរយាប័តមិនគួរឲ្យទទួលយកជាខ្លាំងនៅក្នុងវីដេអូនិងរូបភាពទាំងនោះគេឃើញថាទាហានថៃកំពុងសើចសប្បាយរីករាយលើកំណើទុកនឹងការឈឺចាប់របស់ប្រជាជនកម្ពុជាស្លូតត្រង់ដែលបាត់បង់ផ្ទះសម្បែងទ្រព្យសម្បត្តិរហូតដល់លុយកាក់មាសប្រាក់បន្តិចបន្តួចក៏ដោយមានការអះអាងថាទាហានថៃបានរើកាយនិងលួចយកទៅធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនដោយឥតអៀនខ្មាស់ទង្វើទាំងអស់នេះបានបង្ហាញឲ្យឃើញថាទាហានថៃត្រូវបានមើលឃើញថាជាចៅយ៉ាងពិតប្រាកដទោះបីជាកម្ពុជាមិននិយាយចេញដោយផ្ទាល់ក៏ដោយប៉ុន្តែក្នុងនាមជាមនុស្សដូចគ្នាប្រជាជនពិភពលោកបានកត់សម្គាល់និងចោទប្រកាន់ទៅលើជនជាតិថៃជាពិសេសទាហានថៃយ៉ាងខ្លាំងក្លាថាតើអ្នកណាគឺជាចៅពិតប្រាកដដើម្បីឲ្យកាន់តែជម្រាបច្បាស់ខ្ញុំបាទស៊ូមនាំអារម្មណ៍លោកស្រីប្រិយមិត្តទស្សនិកជនរបស់ Channel ចង់ដឹងទេទាំងអស់រួមជាមួយបងប្អូនជនរួមជាតិខ្មែរទាំងនៅក្នុងនិងក្រៅប្រទេសស្ដាប់សេចក្តីរាយការណ៍និងបទវិភាគមួយនេះដើម្បីឲ្យឃើញថាប្រទេសថៃកំពុងតែភ័យខ្លួននិងកំពុងព្យាយាមលាក់បាំងកំហុសរបស់ខ្លួនផងដែរខណៈពេលដែលកម្ពុជាបានចាប់ផ្ដើមប្រមូលភស្តុតាងសំខាន់ៗដើម្បីចាប់ចោរដ៏សាហាវខូខមួយនេះឲ្យបានត្រឹមត្រូវតាមច្បាប់អនុញ្ញាតគោរពជម្រាបសួរបងប្អូនប្រិយមិត្តទស្សនិកជនជនរួមជាតិជាទីគោរពរាប់អានសូមស្វាគមន៍ជាថ្មីម្ដងទៀតមកកាន់វីដេអូវិភាគព្រឹត្តិការណ៍ជាតិនិងអន្តរជាតិសំខាន់ៗក៏ដូចជាការអាប់ដេតព្រឹត្តិការណ៍ព័ត៌មានអំពីសន្តិសុខជាតិនាថ្ងៃទី4ខែធ្នូឆ្នាំ2025ដែលជាវីដេអូលើកទី5ផងដែរអស់រយៈកាលជាច្រើនសប្តាហ៍មកហើយក្រោមការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាមានទាំងការឈ្លានពាន2លើកដោយប្រើប្រាស់ប្រដាប់អាវុធតាមការរាយការណ៍មានការបំភ្លេចបំផ្លាញសំណង់ប្រាសាទបុរាណរបស់កម្ពុជារឹបអូសយកទ្រព្យសម្បត្តិផ្ទះសម្បែងរបស់ប្រជាជនកម្ពុជាព្រមទាំងបំភ្លេចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធដែលជាជីវភាពរស់នៅរបស់ប្រជាជនស្លូតត្រង់មិនត្រឹមតែប៉ុណ្ណោះតាមការលេខឡើងដដែលថៃក៏បានប្រើព័ត៌មានមិនពិតដើម្បីបំភ្លៃលាបពណ៌និងទម្លាក់កំហុសឲ្យកម្ពុជាបន្ទាប់ពីបទជបាញ់ចូលជាធរមានក៏នៅតែមានសកម្មភាពឈ្លានពានទឹកដីកម្ពុជាដដែលដោយមានការចល័តតបនិងបង្កើនគ្រឿងសព្វាវុធមកកាន់តំបន់ព្រំដែនកម្ពុជាថៃលើពីនេះទាហានថៃដែលត្រូវបានពិពណ៌នាថាព្រៃផ្សាយទាំងនោះក៏បានបង្ហាញអិរិយាបថកក្លឿននិងថោកទាបជាទីបំផុតទ្រព្យសម្បត្តិទាំងរស់សន្ននិងអចលនទ្រព្យផ្សេងៗត្រូវបានប្រមូលយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនហើយអ្វីដែលធ្វើឲ្យមហាជនកាន់តែខឹងនិងស្អប់ខ្ពើមគឺពួកគេថតវីដេអូរូបភាពបង្ហោះតាមបណ្ដាញសង្គមហើយសើចចំអកយ៉ាងសប្បាយដោយមិនគិតថាទង្វើទាំងនេះជាទង្វើដែលមនុស្សជាតិទូទាំងពិភពលោកស្អប់ខ្ពើមខ្លាំងបំផុតកម្ពុជានៅតែរក្សាតម្លៃសីលធម៌របស់ខ្លួនប្រទេសកម្ពុជាតូចតែគោរពតម្លៃសីលធម៌មនុស្សជាតិទោះបីកម្ពុជាមិនអាចបញ្ចេញសម្លេងចោទប្រកាន់យោធាថៃបានខ្លាំងដូចដែលចង់បានក៏ដោយប៉ុន្តែអិរិយាបថតាមរយៈវីដេអូនិងរូបភាពដែលទាហានថៃបង្ហោះបានបញ្ជាក់យ៉ាងច្បាស់ក្រឡែតថាថៃត្រូវតែសងគ្រប់យ៉ាងចំពោះអ្វីដែលបានកើតឡើងក្រោមការឈ្លានពានលើអធិបតេយ្យភាពកម្ពុជាមូលហេតុដែលយើងចាត់ទុកថាថៃកំពុងភ័យខ្លួនគឺយើងផែកលើសារព័ត៌មាននិងប្រភពពីភាគីថៃក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះដែលបង្ហាញថាថៃកំពុងចាត់វិធានការសំខាន់មួយដើម្បីឲ្យប្រជាពលរដ្ឋរបស់ខ្លួននិងកងទ័ពថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពដែលបង្ហាញឲ្យឃើញពីការលួចប្លន់ទ្រព្យសម្បត្តិរបស់កម្ពុជាជាក់ស្ដែងថ្មីនេះនៅលើគេហទំព័រ Facebook ផ្លូវការរបស់កងទ័ពជើងគោកថៃបានចេញសេចក្តីអំពាវនាវឲ្យប្រជាពលរដ្ឋថៃនិងកងទ័ពថៃបញ្ឈប់ការចែករំលែករូបភាពនិងវីដេអូសកម្មភាពចូលកាន់កាប់ទឹកដីកម្ពុជារួមទាំងរូបភាពវាយកំទេចផ្ទះសម្បែងនិងយកទ្រព្យសម្បត្តិរបស់ប្រជាជនកម្ពុជាព្រមទាំងការប្រើពាក្យសម្ដីដោយពួកគេលើកឡើងថារូបភាពនិងវីដេអូទាំងអស់នោះអាចត្រូវបានកម្ពុជាយកទៅប្រើជាភស្តុតាងដើម្បីប្តឹងទៅអន្តរជាតិចំណុចនេះបញ្ជាក់យ៉ាងច្បាស់ថាថៃកំពុងភ័យខ្លួន
ខណៈពេលកម្ពុជាកំពុងប្រើប្រាស់ច្បាប់អន្តរជាតិដើម្បីជំរែកបញ្ហាជាមួយថៃខ្ញុំបាទក៏ធ្លាប់និយាយរួចមកហើយក្នុងវីដេអូមុនស្ដីពីវិធានការដើម្បីប្តឹងទៅតុលាការអន្តរជាតិក្នុងការទាមទារសំណងក្រោយការបំផ្លិចបំផ្លាញរបស់យោធាថៃមកលើទ្រព្យសម្បត្តិឯកជនរបស់ប្រជាជនកម្ពុជារួមទាំងករណីឈ្លានពាននិងកាត់កាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងដែនអធិបតេយ្យភាពកម្ពុជាដោយខុសច្បាប់ដូច្នេះសូមបងប្អូនជនរួមជាតិជ្រាបជាព័ត៌មាននិងសូមរក្សារូបភាពវីដេអូឯកសារពាក្យពំឲ្យបានល្អជាទីបំផុតហើយជួយចែករំលែកឲ្យទូលំទូលាយទៅលើបណ្ដាញសង្គមដើម្បីឲ្យភ័ស្តុតាងទាំងនេះផុសផុលឡើងបង្ហាញអំពីទង្វើអាក្រក់ដែលត្រូវបានចោទប្រកាន់ថាបានកើតឡើងដើម្បីឲ្យអន្តរជាតិបានដឹងថាទោះថៃព្យាយាមលាក់បាំងយ៉ាងណាក៏ដោយក៏មិនអាចបិទភ្នែកមហាជនពិភពលោកបានឡើយកម្លាំងមនុស្សធម៌និងប្រជាជនជុំវិញពិភពលោកដែលជាមនុស្សដូចគ្នាក៏នឹងយល់ច្បាស់អំពីទង្វើដ៏ថោកទាបនិងការឈ្លានពានដ៏ព្រៃផ្សាយដែលត្រូវបានពិពណ៌នាដូចជាចោរលួចទាំងទ្រព្យសម្បត្តិនិងទឹកដីកម្ពុជាដោយខុសច្បាប់តើបងប្អូនដឹងទេហេតុអ្វីបានថៃចាប់ផ្ដើមភ័យខ្លួនកន្លងមកថៃប្រហែលជាគិតថាកម្ពុជាមិនហ៊ានប្តឹងទៅតុលាការអន្តរជាតិនោះទេប៉ុន្តែកាលពីម្សិលមិញនេះគឺថ្ងៃទី3ខែមករាឆ្នាំ2026ក្រសួងការបរទេសកម្ពុជាបានធ្វើសេចក្តីប្រកាសព័ត៌មាននិងថ្លែងជូនសាធារណជនដោយបង្ហាញទីតាំងនៅក្នុងខេត្តចំនួន4រួមជាមួយរូបភាពថតពីផ្កាយរណបដែលបង្ហាញថាយោធាថៃបានរុករានទន្ទ្រានឈ្លានពានទឹកដីកម្ពុជានិងឈរជើងដោយខុសច្បាប់រួចទៅហើយមានទាំងការដាក់កងទ័រនិងដកទង់ជាតិផងដែរកម្ពុជាមិនទទួលស្គាល់ខ្សែបន្ទាត់ព្រំដែនដែលត្រូវបានកំណត់ឡើងដោយកម្លាំងយោធានោះទេដូច្នេះការតវ៉ានិងការប្តឹងផ្តល់ទៅតុលាការអន្តរជាតិនៅតែមានដរាបណាកម្ពុជាកំពុងប្រមូលភស្តុតាងដើម្បីអនុវត្តតាមលក្ខខណ្ឌច្បាប់អន្តរជាតិឲ្យមានប្រសិទ្ធភាពប្តឹងមួយដងប្តឹងឲ្យដល់ទីបញ្ចប់ឲ្យថៃរើមិនរួចនឹងត្រូវសងអ្វីដែលត្រូវបានចោទថាបានប្រព្រឹត្តទាំងការឈ្លានពាននិងការលួចប្លន់បងប្អូនប្រិយមិត្តទស្សនិកជនជនរួមជាតិជាទីគោរពរាប់អានសង្ឃឹមថាបងប្អូនបានយល់ពីបទវិភាគនេះដែលខ្ញុំបាទបានជូនបងប្អូនរួមជាមួយការអាប់ដេតអំពីស្ថានភាពសន្តិសុខរបស់ប្រទេសកម្ពុជាផងដែររហូតមកទល់ថ្ងៃទី4ខែមករាឆ្នាំ2026បើតាមសារព័ត៌មានផ្លូវការរបស់កម្ពុជាបានចុះផ្សាយទីបន្តបន្ទាប់ថាថៃនៅតែបន្តសកម្មភាពទម្លាក់កងទ័រនិងដកទង់ជាតិនៅចំនួនច្រកព្រំដែនសំខាន់ៗទីពិសេសនៅឯភូមិជោគជ័យភូមិព្រៃច័ន្ទនិងតំបន់បឹងត្រកួនជាមួយគ្នានោះខាងអាជ្ញាធរកម្ពុជានៅតាមតំបន់ក៏បានផ្សព្វផ្សាយជាព័ត៌មានផ្លូវការថាទាហានថៃបានចូលគាត់ផ្ទះប្រជាពលរដ្ឋនិងយកទ្រព្យសម្បត្តិមានតម្លៃរបស់ប្រជាជនកម្ពុជាស្លូតត្រង់ករណីមួយត្រូវបានចេញផ្សាយកាលពីថ្ងៃទី4ខែមករាឆ្នាំ2025ដោយក្រសួងមហាផ្ទៃកម្ពុជាផ្ទាល់គឺនៅខេត្តពោធិ៍សាត់តាមប្រភពនោះកម្លាំងយោធាថៃបានចូលទៅគាក់ផ្ទះប្រជាពលរដ្ឋនៅភូមិសង្គមថ្មីរួចប្រមូលសម្ភារៈមានតម្លៃពីផ្ទះចំនួន8ខ្នងមានម៉ូតូ4គ្រឿងនិងរទេះដឹកសម្រាមរបស់អ្នកភូមិ2គ្រឿងលើកពីនេះនៅមានករណីមួយទៀតដែលត្រូវបានពិពណ៌នាថាសាហាវនឹងព្រៃផ្សាយកាលពីថ្ងៃទី1ខែមករាឆ្នាំ2026នៅខេត្តឧត្តរមានជ័យតាមការរាយការណ៍ប្រជាពលរដ្ឋខ្មែរបានទៅពិនិត្យផ្ទះសម្បែងរបស់ខ្លួនដែលមានទាហានថៃប្រើកម្លាំងចូលគ្រប់គ្រងក្នុងទឹកដីខ្មែរតាមបន្ទាត់ព្រំដែនជាក់ស្ដែងនៅពេលកម្លាំងយោធាថៃមកដល់ប្រជាពលរដ្ឋខ្មែរស្ត្រីបានលើកដៃសំពះសុំចូលយកសម្ភារៈចាំបាច់មួយចំនួនប៉ុន្តែយោធាថៃដែលប្រដាប់ដោយអាវុធមិនអនុញ្ញាតឲ្យបើករថយន្តចូលដឹកសម្ភារៈនោះទេហើយបានបណ្ដេញបរិសុទ្ធចេញមុនបន្ទាប់មកទើបអនុញ្ញាតឲ្យស្ត្រីម្ចាស់ផ្ទះចូលយកសម្ភារៈដែលនៅសេសសល់បន្តិចបន្តួចម្ចាស់ផ្ទះអះអាងថាទ្រព្យសម្បត្តិមានតម្លៃនិងសម្ភារៈប្រើប្រាស់ភាគច្រើនត្រូវបានគាស់លួចយកទៅអស់រួចទៅហើយនេះបើតាមប្រភពក្រសួងមហាផ្ទៃកម្ពុជាអរគុណបងប្អូនដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានទស្សនាវីដេអូអាប់ដេតនិងបទពិភាក្សាសំខាន់ៗជាមួយខ្ញុំបាទសូមបញ្ចប់ត្រឹមនេះសិនហើយសូមអភ័យទោសរាល់កំហុសឆ្គងដែលអាចកើតឡើងដោយអចេតនាបន្តិចទៀតយើងនឹងជួបគ្នាជាមួយព័ត៌មានថ្មីៗជាបន្តទៀតសូមអរគុណ